ន្យាក្រោមពន្លឺព្រះអាទិត្យលិចស្រុកស្រែតូចមួយស្ថិតនៅចុងភូមិដែលព័ទ្ធជុំវិញដោយស្រែបៃតងនិងខ្យល់ត្រជាក់បក់ស្រាលពេលព្រះអាទិត្យកំពុងលិចពីជើងភ្នំពន្លឺពណ៌មាសលាយក្រហមធ្វើឲ្យទេសភាពស្រុកស្រែស្ងប់ស្ងាត់ដូចគំនូវិសាលឈរនៅលើសាច់ចុងស្រែមើលទឹកស្រែរលោងភ្លឺចិត្តគេពោពេញទៅក្តីសុបិននឹងការស្ទាក់ស្ទើរថ្ងៃស្អែកគេត្រូវចាក់ចេញទៅទីក្រុងទៅរកអនាគតដែលគេមិនប្រកាសថានឹងទៅជាយ៉ាងណាពីក្រោយគឺសុភានារីស្រុកស្រែដែលមានភ្នែកស្រស់និងស្នាមញញឹមសាមញ្ញនាងដើរមកយឺតដៃកាន់កន្ត្រកតូចមួយដែលមានអង្ករថ្មីនិងផ្កាព្រៃបងពិតជាចង់ទៅរកមែនទេសុភាសួរដោយសំឡេងទាបប៉ុន្តែពោពេញដោយអារម្មណ៍វិសាលមិនឆ្លើយភ្លាមទេគេដកដង្ហើមវែងមើលទៅឆ្ងាយហើយនិយាយថាបងត្រូវទៅសុភាបងចង់ឲ្យជីវិតយើងប្រសើរជាងនេះសុភាដកដង្ហើមរលត់តិចនាងដឹងថាសុបិនរបស់វិសាលធំជាងស្រុកស្រែនេះប៉ុន្តែចិត្តនាងភ័យខ្លាចពេលវេលានៅទីក្រុងធំតែបងសន្យាបានទេនាងសួរវិសាលបង្វែរមកភ្នែកនាងយ៉ាងម៉ត់ចត់បងសន្យាបងនឹងត្រឡប់មកវិញមករកស្រុកស្រែយើងវិញពេលនោះខ្យល់បក់ខ្លាំងជាងមុនដូចជាកំពុងស្ដាប់សន្យារបស់គេសុភាបើកដៃវិសាលយ៉ាងស្ទាក់ស្ទើរប៉ុន្តែពោពេញដោយជំនឿអូននឹងរងចាំមិនថាយូរប៉ុណ្ណាក៏ដោយនាងនិយាយព្រះអាទិត្យលិចបាតពីចំណុចមេឃសន្យាមួយត្រូវបានទុកចោលនៅចុងស្រែដោយគ្មាននរណាដឹងថាវានឹងត្រូវរក្សាឬបាត់បង់ទៅតាមពេលវេលាព្រឹកថ្ងៃចាក់ចេញមេឃនៅស្រុកស្រែមានអាបស្រាលសំឡេងមាន់រងាវនិងក្លិនស្រូវសើមធ្វើឲ្យវិសាលមានអារម្មណ៍ថាចិត្តត្រូវបានទាញឲ្យនៅសល់តែជើងវិញត្រូវដើរទៅមុខសុភាឈរនៅច្រកផ្លូវភូមិកាន់កាបូបតូចមួយដែលនាងដេរដោយដៃខ្លួនឯងអូនដាក់អង្ករបន្តិចនិងខ្សែដៃនេះឲ្យបងកុំភ្លេចស្រុកស្រែនាងនិយាយដោយភ្នែកស្រទន់វិសាលទទួលយកបងមិនភ្លេចទេបងសន្យាឡានក្រុងចេញដំណើរបំបែកទេសភាពស្រុកស្រែពីភ្នែកគេយឺតវិសាលមើលតាមកញ្ចក់ក្រោយតូចឡើងរហូតបាត់ទៅក្នុងធូលីផ្លូវទីក្រុងធំមិនដូចអ្វីដែលគេគិតសំឡេងឡានសំឡេងមនុស្សនិងអាគារខ្ពស់ធ្វើឲ្យវិសាលមានអារម្មណ៍ថាខ្លួនតូចណាស់ថ្ងៃដំបូងគេរកការងារមិនបានថ្ងៃទី2ក៏ដូចគ្នាលុយតិចចិត្តកាន់តែធ្ងន់ពេលយប់វិសាលអង្គុយនៅបន្ទប់ជួលតូចចង្អៀតបើកកាបូបដែលសុភាឲ្យខ្សែដៃសាមញ្ញប៉ុន្តែធ្វើឲ្យចិត្តគេកក់ក្ដៅអូនកំពុងធ្វើអ្វីនៅស្រុកស្រែគេគិតក្នុងចិត្តថ្ងៃមួយវិសាលបានការងារកម្មករនៅរោងចក្រការងារធ្ងន់ម៉ោងវែងប៉ុន្តែគេមិនបោះបង់រាល់ល្ងាចគេនឹកដល់សន្យានៅចុងស្រែនឹកដល់ភ្នែកសុភានៅស្រុកស្រែសុភាក៏តស៊ូដូចគ្នានាងជួយការងារឪពុកម្ដាយធ្វើស្រែរងចាំសម្បត្តិពីវិសាលដែលមកដល់យឺតគេពោពេញដោយក្តីសង្ឃឹមពេលវេលាចាប់ផ្ដើមសាកល្បងសន្យាចម្ងាយការលំបាកនិងភាពឯកាកំពុងសួរថាស្នេហានិងសន្យានឹងអាចឈ្នះបានដែរឬទេពេលវេលានៅទីក្រុងមិនដែលរងចាំនរណាម្នាក់ទេវាដើរលឿនដូចទឹកជំនន់តែបើអ្នកឈប់នឹងត្រូវលិចវិសាលចាប់ផ្ដើមយល់ពីរឿងនេះពេលគេធ្វើការនៅរោងចក្របានជិត1ឆ្នាំរាល់ថ្ងៃគេភ្ញាក់ពីព្រឹកមុនថ្ងៃរះដើរចូលទៅរោងចក្រក្រោមសំឡេងម៉ាស៊ីនរំខានត្រចៀកដៃគេរឹងមាំឡើងប៉ុន្តែចិត្តវិញចាប់ផ្ដើមហត់លុយខែច្រើនជាងមុនតែភាពឯកាកាន់តែធ្ងន់ធ្ងរ
ថ្ងៃមួយក្នុងរោងចក្រថ្ងៃមួយក្នុងរោងចក្រគេបានស្គាល់នារីម្នាក់ឈ្មោះមេលានាងជានារីទីក្រុងពាក់ខោអាវស្អាតនិយាយពាក្យបែបទំនើបនិងមានទំនុកចិត្តលើខ្លួនឯងអ្នកមកពីស្រុកស្រែមែនទេមេលាសួរដោយញញឹមបាទវិសាលឆ្លើយខ្លីៗប៉ុន្តែមានអារម្មណ៍ចម្លែកក្នុងចិត្តមេលាមិនដូចសុភានាងមិនស្ងៀមមិនស្ទាក់ស្ទើរនាងនិយាយអំពីជីវិតអំពីការរីកចម្រើនអំពីការផ្លេចអតីតកាលដើម្បីឈានទៅមកពាក្យទាំងនោះចាប់ផ្ដើមប៉ះពាល់ចិត្តវិសាលដោយគេមិនដឹងខ្លួនបើបងនៅតែចងខ្លួននឹងអតីតកាលបងនឹងមិនទៅមុខទេមេលានិយាយម្ដងទៀតពេលពួកគេអង្គុយញ៉ាំបាយល្ងាចយប់នោះវិសាលត្រឡប់ទៅបន្ទប់ជួលមើលខ្សែដៃដែលសុភាឲ្យចិត្តគេស្ទាក់ស្ទើរអូនកំពុងរងចាំតែបងកំពុងផ្លាស់ប្ដូរគេនិយាយក្នុងចិត្តនៅស្រុកស្រែសុភាក៏កំពុងតស៊ូដែរឆ្នាំនោះភ្លៀងមកយឺតស្រូវមិនសូវល្អនាងធ្វើការកាន់តែខ្លាំងជួយគ្រួសារហើយរាល់ល្ងាចនាងអង្គុយមើលផ្លូវចាស់ដែលវិសាលធ្លាប់ដើរសម្បត្តិពីវិសាលមកតិចជាងមុនពាក្យស្នេហាคล้ายជាពាក្យសួរសុខទុក្ខខ្លីៗសុភាអានហើយអានទៀតប៉ុន្តែចិត្តនាងចាប់ដើមភ័យសន្យានៅមានន័យដែរឬទេនាងសួរខ្លួនឯងក្រោមពន្លឺចង្គៀងព្រេងថ្ងៃមួយសុភាបានឮពាក្យចចាមអារាមពីអ្នកភូមិដែលទៅធ្វើការនៅទីក្រុងត្រឡប់មកវិញវិសាលហាក់ដូចជាមានជីវិតថ្មីហើយពាក្យនោះដោយកំបិតកាត់ចិត្តនាងប៉ុន្តែសុភាមិនយំនាងជាលើសន្យាទោះបីចិត្តរងរបួសក៏ដោយនៅទីក្រុងវិសាលឈរនៅចន្លោះផ្លូវពីរផ្លូវមួយគឺជាសុភាស្រុកស្រែនិងសន្យាចាស់ផ្លូវមួយទៀតគឺជាជីវិតថ្មីការរីកចម្រើននិងការផ្លេចអតីតកាលកាន់តែខ្លាំងសន្យាកាន់តែឆ្ងៀមឆ្នាំទី2នៅទីក្រុងមិនដូចឆ្នាំដំបូងទៀតទេពិសាលមិនមែនជាកម្មករថ្មីដែលភ័យស្ទាក់ស្ទើរទៀតឡើយគេចេះរៀនរស់ដោយខ្លួនឯងនិងលែងស្ទាក់ស្ទើរអារម្មណ៍ទៀតហើយមេលាក្លាយជាមនុស្សដែលគេនៅចិត្តជាងគេនាងជួយគេណែនាំគេនឹងបើកទ្វារចូលនៅក្នុងជីវិតនិងបើកទ្វារចូលនៅក្នុងពិភពទីក្រុងដែលវិសាលមិនធ្លាប់ស្គាល់ភ្លាមថ្ងៃមួយមេលានិយាយពាក្យដែលធ្វើឲ្យចិត្តគេស្ទាក់ស្ទើរយ៉ាងខ្លាំងវិសាលបើអ្នកនៅតែចាំអតីតកាលអ្នកនឹងមិនមានអនាគតទេពាក្យនោះដូចខ្យល់ត្រជាក់បក់ចូលបេះដូងវិសាលមិនឆ្លើយតែចិត្តគេកំពុងរំញ័រយប់នោះសុភាផ្ញើសម្បត្តិមកសម្បត្តិដែលវែងជាងធម្មតានាងសរសេរអំពីស្រែដែលស្ងួតអំពីឪពុកឈឺអំពីការតស៊ូនិងការរងចាំបងអូននៅតែជឿលើសន្យាតែបើបងភ្លេចអូនក៏មិនស្ដីបន្ទោសបងទេគេអានសម្បត្តិនោះចប់ហើយចប់ទៀតខ្សែដៃដែលសុភាឲ្យត្រូវបានគេយកចេញពីកាបូបមើលយូរដោយមនុស្សកំពុងសួរខ្លួនឯងព្រឹកថ្ងៃបន្ទាប់វិសាលមកធ្វើការដោយចិត្តមិនស្ងប់មេលាសង្កេតឃើញមានអ្វីកើតឡើងវិសាលនៅស្ងៀមយូរមុននឹងនិយាយខ្ញុំមាននារីម្នាក់នៅស្រុកស្រែយើងសន្យាគ្នាមេលាអស់សំណើចស្រាលតែភ្នែកនាងធ្ងន់សន្យាមិនអាចបំបៅអនាគតបានទេវិសាលពាក្យនោះជាកំបិតទី2កាត់ចិត្តគេនៅស្រុកស្រែវិបត្តិធំក៏កើតឡើងភ្លៀងធ្លាក់ខ្លាំងប្រលប់យប់មួយទឹកជំនន់ចូលស្រែស្រូវដែលសុភាថែទាំមួយឆ្នាំពោលត្រូវបាត់បង់ក្នុងយប់តែមួយឪពុកនាងដួលឈឺធ្ងន់ត្រូវចូលពេទ្យស្រុកសុភាអង្គុយយំម្នាក់ឯងក្រោមដំបូលផ្ទះដែលជ្រាបទឹកនាងចង់សរសេរសម្បត្តិទៅវិសាលប៉ុន្តែដៃនាងឈប់បងនៅឆ្ងាយពេកនាងនិយាយក្នុងចិត្តថ្ងៃនោះវិសាលក៏ប្រឈមវិបត្តិដូចគ្នារោងចក្រដែលគេធ្វើការប្រកាសកាត់បុគ្គលិកឈ្មោះវិសាលស្ថិតក្នុងបញ្ជីជីវិតនៅទីក្រុងដែលគេជឿថាជាសុបិនចាប់ផ្ដើមបង្ហាញមុខពិត
មីលាមកជួបគេយប់នោះបើអ្នកនៅជាមួយខ្ញុំអាចជួយបាននាងនិយាយដោយភ្នែកពោពេញដោយការសម្រេចចិត្តវិសាលមើលទៅមុខនាងហើយនៅក្នុងខួរក្បាលគេឃើញមុខសុភាស្រែបៃតងនិងសន្យាក្រំពន្លឺថ្ងៃលិចយប់នោះគេមិនដេកការស្ងៀមស្ងាត់คล้ายជាការឆ្លើយតបនៅស្រុកស្រែសុភារងចាំប៉ុន្តែគ្មានដំណឹងទឹកភ្នែកនាងធ្លាក់លើដីស្រែដែលខូចខាតប្រហែលជាសន្យាបែកបាក់ហើយការបែកបាក់មិនត្រូវការពាក្យនិយាយវាត្រូវការតែភាពស្ងៀមទីក្រុងនៅតែភ្លឺប៉ុន្តែចិត្តវិសាលវិញងងឹតជាងមុនបន្ទាប់ពីបាត់បង់ការងារតែចិត្តគេឆ្ងាយសំឡេងឡាននិងមនុស្សជុំវិញមិនអាចបំបត្តិសំឡេងមួយក្នុងចិត្តគេបានឡើយសំឡេងស្រុកស្រែយប់មួយវិសាលអង្គុយម្នាក់ឯងបើកបោបចាស់ខ្សែដៃសុភានៅតែស្ថិតនៅទីនេះគេចាប់វាយូរដោយកំពុងកាលអតីតកាលទាំងមូលភ្លាមសម្បត្តិចាស់ធ្លាក់ចេញពាក្យស្រួលសាមញ្ញប៉ុន្តែពោពេញដោយក្តីអស់ជំនឿបងអូនរងចាំពាក្យនោះបំបែកបេះដូងគេវិសាលយំមិនមែនយំខ្លាំងទេប៉ុន្តែយំយូរដោយភ្លៀងធ្លាក់លើដីស្រែស្ងួតព្រឹកបន្ទាប់គេជួបមេលាខ្ញុំត្រូវត្រឡប់វិសាលនិយាយដោយសំឡេងធ្ងន់មេលាឆ្ងៀមមុននឹងញញឹមស្រាលប្រសិនបើនោះជាអ្វីដែលបេះដូងអ្នកហើយចូលទៅចោះឡានក្រុងចេញពីទីក្រុងដូចថ្ងៃដែលគេចាក់ចេញមុនថ្ងៃនេះមិនមែនទៅរកសុបិនគេទៅរកការពិតផ្លូវវែងបេះដូងធ្ងន់តែដង្ហើមស្រាលឡើងនៅស្រុកស្រែទេសភាពមិនដូចមុនទៀតទេស្រែខ្លះស្ងួតស្រែខ្លះទៅដាំឡើងវិញផ្ទះសុភាស្ងាត់ជាងមុនវិសាលឈរនៅចុងភូមិចិត្តញ័រដូចក្មេងប្រុសថ្ងៃដែលចាក់ចេញគេឃើញសុភាស្រាលស្គមជាងមុនតែភ្នែកនៅតែស្រស់នាងឈប់ដើរពេលឃើញគេពេលវេលាហាក់ដូចឈប់បងត្រឡប់មកសុភាសួរសំឡេងស្រាលវិសាលក្រឡេកមើលដីស្រែមុននឹងលើកមុខបងយឺតពេកបងសំទោសសុភាមិនយំនាងញញឹមតិចញញឹមដែលមានតាំងរបួសនិងការអត់ធ្មត់អូនមិនស្ដីបន្ទោសបងទេតែសន្យាវាឈឺចាប់វិសាលមិនមានពាក្យណាអាចជួសជុលអ្វីបានទេគេគ្រាន់តែឈរនៅទីនោះនៅលើដីកំណើតដឹងថាការត្រឡប់មកមិនមែនមានន័យថាអ្វីត្រូវបានសងវិញភ្លាមឡើយល្ងាចនោះព្រះអាទិត្យលិចលើស្រែដូចថ្ងៃមុនតែថ្ងៃនេះវិសាលមិនសន្យានឹងទៅណាទៀតទេគេគ្រាន់តែស្ទាក់ស្ទើរដើម្បីទទួលផលអ្វីដែលគេបានធ្វើដោយខ្លួនឯងការត្រឡប់មកមិនមែនជាចុងបញ្ចប់វាជាការចាប់ផ្ដើមនៃការទទួលខុសត្រូវពេលព្រឹកនៅស្រុកស្រែមិនដែលប្រញាប់ប្រញាល់ដូចនៅទីក្រុងទេសំឡេងមាន់រងាវខ្យល់បក់លើស្រូវខ្លីៗនិងពន្លឺថ្ងៃស្រាលធ្វើឲ្យវិសាលមានអារម្មណ៍ថាបេះដូងខ្លួនកំពុងដកដង្ហើមឡើងវិញគេនៅស្រុកស្រែជាមួយឪពុកម្ដាយជួយធ្វើស្រែជួសជុលផ្ទះនិងធ្វើអ្វីដែលគេធ្លាប់គេចេញពីវាបានដៃគេមិនស្អាតទេតែចិត្តគេស្ងប់ជាងមុនរាល់ថ្ងៃគេឃើញសុភាម្ដងម្កាលនៅចម្ងាយមិនមានពាក្យស្នេហាមិនមានសន្យាមិនមានភាពស្ងាត់និងការយល់ចិត្តល្ងាចមួយពេលព្រះអាទិត្យលិចសុភាដើរទៅចុងស្រែវិសាលក៏ដើរតាមមិនមែនដើម្បីសន្យាតែដើម្បីនិយាយការពិតសុភាបងមិនសុំឲ្យអូនជឿបងទៀតទេវិសាលនិយាយសំឡេងទាបបងគ្រាន់តែចង់នៅទីនេះធ្វើការងារនិងទទួលខុសត្រូវមិនថាអូនជ្រើសរើសយ៉ាងណាសុភាមើលទៅលើស្រែបៃតងដែលកំពុងលូតលាស់ឡើងវិញសន្យាចាស់ថាបែកបាក់ហើយនាងនិយាយស្រាលតែខិតខំបងកំពុងធ្វើអូនឃើញពាក្យនោះមិនមែនជាការអភ័យទោសប៉ុន្តែជាការបើកទ្វារមួយពិត
វិសាលមិននៅទៀតទេគេរៀនធ្វើកសិកម្មថ្មីជួយអ្នកភូមិជួយគ្រួសារសុភាក៏នៅតែខិតខំដូចមុនពួកគេមិននិយាយអំពីអតីតកាលច្រើនទេព្រោះអតីតកាលបានបង្រៀនពួកគេគ្រប់គ្រាន់ណាស់ហើយថ្ងៃមួយក្រោមមេឃខៀវស្រស់និងស្រែបៃតងពេញភ្នែកវិសាលឈរនៅចុងស្រែដដែលទីដែលសន្យាចាស់ធ្លាប់កាត់ឡើងសុភាឈរនៅក្បែរមិនឆ្ងាយមិនជិតពេកបងមិនសន្យាថានឹងធ្វើអ្វីអស្ចារ្យទេវិសាលនិយាយបងសន្យាត្រឹមតែមិនរត់ចេញទៀតទេសុភាឆ្ងៀមយូរមុននឹងញញឹមសាមញ្ញដោយថ្ងៃដំបូងដែលពួកគេបានស្គាល់គ្នាសន្យាថ្មីមិនត្រូវការពាក្យធំទេនាងនិយាយត្រូវការតែការស្នាក់នៅខ្យល់បក់លើស្រូវដោយកំពុងឆ្លើយតបព្រះអាទិត្យលិចយឺតក្រោមមេឃស្រុកស្រែយប់មួយនៅជាយព្រៃឆ្ងាយព្រះច័ន្ទពេញវងបំភ្លឺលើមេឃតែបរិយាកាសវិញត្រជាក់ស្ងប់ស្ងាត់ខ្លាំងជាងធម្មតាខ្យល់បក់តាមស្លឹកឈើបង្កើតសំឡេងសូដូចជាមនុស្សកំពុងដើរលាក់ខ្លួននៅក្រោយដើមឈើធំនៅក្នុងផ្ទះឈើតូចមួយមានយុវជនម្នាក់ឈ្មោះតារាកំពុងអង្គុយនៅមុខភ្លើងទៀនគាត់មិនអាចគេងលក់បានទេព្រោះមានអារម្មណ៍ថាមានអ្វីមួយកំពុងតាមមើលគាត់ហេតុអ្វីបានជាយប់នេះមើលទៅខុសពីធម្មតាតារានិយាយខ្លួនឯងដោយមើលចេញតាមបង្អួចទៅកាន់ព្រៃងងឹតខាងក្រៅភ្លាមសំឡេងមួយរំពេចឡើងពីចម្ងាយតារាមកនេះសំឡេងនោះទន់ភ្លន់តែគួរឲ្យខ្លាចវាដូចជាមនុស្សស្រីម្នាក់កំពុងហៅគាត់ពីក្នុងព្រៃតារាខំស្ដាប់ម្ដងទៀតបេះដូងរបស់គាត់ចាប់ផ្ដើមញ័រអ្នកណាគាត់សួរយ៉ាងប្រុងប្រយ័ត្នតែគ្មាននរណាតបសំណួរគាត់ឡើយមានតែខ្យល់និងសំឡេងស្លឹកឈើតែប៉ុណ្ណោះប៉ុន្តែសំឡេងនោះមិនបញ្ឈប់ទេតារាមករកខ្ញុំកំពុងរងចាំពេលនេះតារាមិនអាចអង្គុយស្ងៀមបានទេដូចជាមានអ្វីមួយមកទាក់ទាញគាត់ឲ្យដើរចេញពីផ្ទះទៅកាន់ព្រៃងងឹតគាត់យកភ្លើងដៃមួយហើយបើកទ្វារយឺតនៅក្រៅផ្ទះស្រអាប់បិទបាំងទេសភាពទាំងមូលផ្លូវទៅព្រៃមើលទៅដូចជាងងឹតតារាដើរឆ្ពោះទៅមុខដោយមិនដឹងថាហេតុអ្វីបានជាគាត់មិនខ្លាចទេគាត់ដូចជាត្រូវគេចងចិត្តពេលចូលទៅជ្រៅក្នុងព្រៃសំឡេងនោះឮកាន់តែខ្លាំងមកជិតមកតារាភ្លាមភ្លើងដៃរបស់គាត់ចាប់ផ្ដើមភ្លឺភាំងហើយបន្ទាប់មកភើបវាដាច់ភ្លាមឥឡូវនេះមានតែភាពងងឹតពេញលេញឯតារាឈប់ដំណើរដោយបេះដូងបុកខ្លាំងអ្នកណាគាត់និយាយឡើងវិញប៉ុន្តែសំឡេងគាត់កំពុងញ័រភ្លាមមានស្រមោលមួយឈរនៅចន្លោះដើមឈើមុខគាត់ស្រមោលនោះមិនច្បាស់ទេតែវាមានរាងដូចមនុស្សស្រីម្នាក់សក់វែងបោះចុះដល់ដីតារាខ្លាចដល់ថ្នាក់មិនអាចរត់បានទេខ្យល់ត្រជាក់ប៉ះមុខគាត់ហើយមានអារម្មណ៍ដូចជាមានដៃត្រជាក់មួយប៉ះស្មារបស់គាត់ពីក្រោយគាត់ក្រឡេកមកក្រោយយ៉ាងលឿនតែគ្មាននរណាពេលគាត់ត្រឡប់មុខមកវិញស្រមោលនោះបានខិតមកជិតគាត់រួចហើយភ្នែករបស់វាភ្លឺពណ៌សដូចភ្លើងក្នុងភាពងងឹតហើយវាបើកមាត់យឺតអ្នកបានត្រឡប់មកវិញហើយតារាមិនយល់ថាវាមានន័យអ្វីទេតែពេលនោះបេះដូងគាត់ដូចជាចង់ផ្ទុះចេញពីទ្រូងមុនពេលគាត់អាចរត់អ្វីមួយចាប់ដៃគាត់យ៉ាងខ្លាំងកុំទៅណាសំឡេងនោះនិយាយចិត្តត្រជាក់គាត់ហើយពេលនោះពិភពលោកទាំងមូលคล้ายជាងងឹតស្មើសូន្យព្រឹកថ្ងៃបន្ទាប់ពន្លឺព្រះអាទិត្យលេចចេញឡើងលើភូមិតែបរិយាកាសវិញមិនស្រស់ស្រាយដូចរាល់ថ្ងៃទេអ្នកភូមិជាច្រើនកំពុងជុំគ្នានៅមុខផ្ទះតារាដោយមុខមាត់ពោពេញដោយការព្រួយបារម្ភរកឃើញអ្វីខ្លះទេមេភូមិសួរបុរសម្នាក់ឆ្លើយដោយកន្ត្រាក់សំឡេងគ្មានអ្វីទេតែយើងឃើញស្នាមជើងចូលក្នុងព្រៃហើយបាត់ទៅកន្លែងមួយមនុស្សគ្រប់គ្នាស្ងៀមភ្លាម
ស្នាមជើងបាត់ទៅមានន័យថាតារាមិនត្រឡប់មកវិញទេនៅពេលនោះស្រីវ័យក្មេងម្នាក់ឈ្មោះសុភាមិត្តស្និទ្ធស្នាលរបស់តារាមកដល់ភ្នែកនាងក្រហមដោយសារតែយំរាល់យប់ខ្ញុំចង់ទៅរកគាត់នាងនិយាយយ៉ាងម៉ឺងម៉ាត់មិនបានទេមេភូមិឲ្យឈប់យំភ្លាមព្រៃនោះមិនធម្មតាទេពួកយើងបាត់មនុស្សជាច្រើនហើយសុភាសម្លឹងទៅកាន់ព្រៃដោយមិននិយាយអ្វីទៀតនៅក្នុងចិត្តនាងមានអារម្មណ៍ថាតារាមិនតាន់ស្លាប់ទេគាត់កំពុងរងចាំជំនួយនៅក្នុងព្រៃតារាបើកភ្នែកយឺតគាត់ឃើញខ្លួនឯងដេកលើដីសើមខ្យល់ត្រជាក់បក់លើមុខសំឡេងសត្វល្អិតលាន់ឡើងជុំវិញខ្ញុំនៅរស់គាត់និយាយតិចគាត់ព្យាយាមឈួរឡើងប៉ុន្តែខ្លួនរឹងរូសដូចជាគាត់បានគេងយូរពេកភ្លាមគាត់ចងចាំអ្វីដែលបានកើតឡើងសំឡេងហៅស្រមោលនោះនឹងភ្នែកពណ៌សតារាសម្លឹងជុំវិញព្រៃនេះមើលទៅខុសពីព្រៃធម្មតាដើមឈើខ្មៅងងឹតហើយស្រអាប់គ្រប់ដណ្ដប់ដីមានអាណានៅទីនេះទេគាត់ស្រែកគ្មានចម្លើយតែភ្លាមគាត់ឮសំឡេងជើងដើរខាងក្រោយជក់តារាបង្វិលខ្លួនយ៉ាងលឿនហើយគាត់ឃើញមនុស្សម្នាក់កំពុងឈរនៅចន្លោះដើមឈើតែមានរាងដូចមនុស្សតែស្បែកសពណ៌ស្លេកហើយភ្នែកគ្មានពណ៌មានតែពណ៌សទទេអ្នកណាតារាសួរដោយសំឡេងញ័រហើយនិយាយដោយសំឡេងទាបអ្នកមិនគួរមកទីនេះតារាថយក្រោយមួយជំហានខ្ញុំមិនចង់មកទេមាននរណាម្នាក់ហៅខ្ញុំមនុស្សនោះឈប់ហើយញញឹមយឺតញញឹមដែលមិនមែនជាមនុស្សធម្មតាគេហៅអ្នកព្រោះអ្នកជាមនុស្សដែលត្រូវបានជ្រើសរើសសម្រាប់អ្វីមុនពេលវាឆ្លើយសំឡេងមួយលាន់ឡើងពីចម្ងាយតារារអាក់រអួលភ្លាមនោះជាសំឡេងមនុស្សអាកំបាំងនោះបង្វិលមុខទៅទិសសំឡេងហើយនិយាយពួកគេកំពុងមកនរណាតែភ្នែកវាធ្វើឲ្យតារាខ្លាចបំផុតបើអ្នកចង់រស់ត្រូវរត់ឥឡូវនេះតារាមិនសួរបន្ថែមទៀតទេគាត់ចាប់ផ្ដើមរត់តាមទិសដែលមនុស្សនោះបង្ហាញសំឡេងដើរច្រើនជាងមុនដូចជាមនុស្សជាច្រើនកំពុងដេញតាមតារាមិនហ៊ានត្រឡប់ក្រោយមើលទេប៉ុន្តែពេលគាត់ឆ្លងកាត់អាប់ក្រាស់មួយគាត់ឃើញអ្វីមួយដែលធ្វើឲ្យគាត់ឈប់ភ្លាមនៅមុខគាត់មានមនុស្សជាច្រើនឈរជាជួរពួកគេមើលទៅដូចអ្នកភូមិដែលបាត់ខ្លួនមុនភ្នែកពួកគេពណ៌សទទេដូចមនុស្សដែលគាត់ទៅជួបហើយពួកគេនិយាយជាសំឡេងតែមួយមកជាមួយពួកយើងតារាថយក្រោយដោយខ្លាចបំផុតទេខ្ញុំមិនចង់នៅទីនេះទេតែភ្លាមមានដៃជាច្រើនចេញមកពីអាប់ចាប់ដៃនិងជើងរបស់គាត់ទេលេងខ្ញុំសំឡេងស្រែករបស់គាត់លាន់ឮពេញព្រៃដៃត្រជាក់ជាច្រើនចាប់គាត់ពីគ្រប់ទិសទីដូចជាមិនមែនជាមនុស្សទេស្បែកពួកវាត្រជាក់ដូចទឹកកកហើយមានក្លិនស្អុយស្រង់ពីដីសើមតារាព្យាយាមបំបែកចេញពីពួកវាប៉ុន្តែគ្មានប្រយោជន៍ទេកម្លាំងពួកវាខ្លាំងជាងគាត់ច្រើនមកជាមួយពួកយើងសំឡេងពួកគេនិយាយជាសំឡេងតែមួយដូចជាមិនមែនវិញ្ញាណផ្ទាល់ខ្លួនភ្នែកពួកគេពណ៌សទទេមើលមកគាត់ដោយគ្មានអារម្មណ៍តារាខំស្រែកម្ដងទៀតប៉ុន្តែសំឡេងគាត់ដូចជាត្រូវបានលេបបាត់ដោយព្រៃងងឹតភ្លាមឈប់សំឡេងមួយលាន់ឡើងពីក្រោយដៃទាំងនោះបញ្ឈប់ភ្លាមដូចជាមានអ្វីមួយធ្វើឲ្យពួកវាខ្លាចចេញពីក្នុងអាប់មានបុរសម្នាក់ដើរចេញមកយឺតគាត់ស្លៀកខោអាវចាស់ស្បែករបស់គាត់ស្លេកតែភ្នែកមិនមែនពណ៌សដូចអ្នកផ្សេងទេភ្នែករបស់គាត់មានពន្លឺក្នុងជីវិតលេងគាត់បុរសនោះនិយាយឡើងវិញដោយសំឡេងរឹងមាំមនុស្សភ្នែកពណ៌សទាំងនោះថយក្រោយយឺត
ហើយបាត់ទៅក្នុងអាប់ដូចជាមិនធ្លាប់មានឯតារាធ្លាក់ចុះលើដីដកដង្ហើមខ្លាំងៗអ្នកជាអ្នកណាបុរសនោះមកជិតកត់ហើយជួយឲ្យកត់ឈរឡើងខ្ញុំឈ្មោះវិសាលខ្ញុំក៏ជាមនុស្សដែលបាត់ខ្លួននៅក្នុងព្រៃនេះដែរអ្វីជាការភ្ញាក់ផ្អើលប៉ុន្តែអ្នកមើលទៅធម្មតាវិសាលញញឹមស្រាលប៉ុន្តែភ្នែកកត់ពោពេញដោយទុក្ខព្រួយមិនយូរទេខ្ញុំក៏នឹងដូចពួកគេតារាមិនយល់មានអ្វីកំពុងកើតឡើងនៅទីនេះវិសាលសម្លឹងទៅជុំវិញដូចជាភ័យខ្លាចនរណាម្នាក់កំពុងស្ដាប់ព្រៃនេះមិនមែនជាព្រៃធម្មតាទេវាជាកន្លែងដែលវិញ្ញាណអាក្រក់រស់នៅហើយវាត្រូវការមនុស្សណាស់បាទវាហៅមនុស្សចូលមកដោយដែលហៅពួកអ្នកឯវិសាលនិយាយយឺតហើយបន្ទាប់មកតារាមានអារម្មណ៍ត្រជាក់តាមខ្នងប្រែคล้ายទៅជាអ្វីវិសាលមើលទៅគ្រប់ទិសដែលមនុស្សភ្នែកសបាត់ទៅជាអ្នកគ្មានវិញ្ញាណមនុស្សដែលរស់តែគ្មានចិត្តឯតារាចាប់ដៃរបស់ខ្លួនទេខ្ញុំមិនចង់คล้ายជាអ្វីបែបនោះទេវិសាលកាន់ដៃកត់យ៉ាងរឹងមាំដូច្នេះអ្នកត្រូវគេចចេញពីទីនេះកុំឲ្យយឺតពេលហើយយើងចេញបានទេវិសាលឆ្ងៀមមួយផ្លេតមុននឹងនិយាយមានផ្លូវតែមួយប៉ុន្តែគ្រោះថ្នាក់ណាស់តារាមើលទៅកត់ដោយភ្នែកពោពេញដោយសង្ឃឹមប្រាប់ខ្ញុំមកឯវិសាលដកដង្ហើមធំនៅកណ្ដាលព្រៃមានបឹងមួយហៅថាបឹងស្រមោលបាទវាជាកន្លែងដែលវិញ្ញាណអាក្រក់រស់នៅប្រសិនបើយើងអាចទៅដល់ទីនោះហើយបំបែកអាកំបាំងរបស់វាបានព្រៃនេះនឹងបញ្ចេញយើងតារាស្ទាក់ស្ទើរហើយអ្នកដតីឯវិសាលសម្លឹងទៅអាប់ពួកគេមិនអាចត្រឡប់វិញបានទេបរិយាកាសคล้ายជាស្ងប់ស្ងាត់ខ្លាំងភ្លាមសំឡេងស្រីមួយលន់ឡើងពីចម្ងាយតារាចាប់ផ្ដើមញ័រវាហៅខ្ញុំម្ដងទៀតវិសាលភ្ញាក់ផ្អើលភ្លាមនោះគឺជាសំឡេងដែលនាំអ្នកទៅស្លាប់តែវាជាសំឡេងដូចមនុស្សដែលខ្ញុំស្គាល់នោះហើយជាវិធីដែលវាបោកប្រាស់អ្នកតារាមករកខ្ញុំភ្លាមនោះអាប់ចាប់ដើមរុំជុំវិញពួកគេខ្យល់បក់ខ្លាំងហើយដើមឈើដូចជាចាប់ដើមរំញ័រវិសាលស្រែកពួកយើងត្រូវចាក់ចេញឥឡូវនេះប៉ុន្តែពួកគេត្រៀមរត់ស្រមោលធំមួយបង្ហាញខ្លួននៅមុខគេវាធំជាងមនុស្សធម្មតាហើយរាងរបស់វាប្រែប្រួលដូចជាអាបរស់ភ្នែកពណ៌សពីរគូភ្លឺនៅក្នុងភាពងងឹតហើយវានិយាយដោយសំឡេងធ្ងន់ធ្ងរអ្នកមិនអាចចាក់ចេញពីទីនេះបានទេតារានិងវិសាលឈប់ដំណើរដោយបេះដូងបុកខ្លាំងស្រមោលនោះខិតមកជិតអ្នកគឺជាកម្មសិទ្ធិរបស់ព្រៃនេះហើយខ្យល់បក់កន្ត្រាក់ខ្លាំងអាប់រំជុំវិញពួកគេដូចជាចង់បិទផ្លូវកិច្ចទាំងអស់ស្រមោលធំនោះឈួរមុខតារានិងវិសាលរាងវាផ្លាស់ប្ដូរដូចជាអាប់រស់ភ្នែកពណ៌សភ្លឺស្ទើរតែចម្លាក់ចេញពីភាពងងឹតអ្នកមិនអាចចាក់ចេញពីទីនេះបានទេសំឡេងវាធ្ងន់ហើយរញ័រព្រៃទាំងមូលឯតារារឹងខ្លួនភ្លាមបេះដូងបុកខ្លាំងដូចចង់ផ្ទុះវិសាលកាន់ដៃកត់រឹងមាំហើយស្រែកថាកុំឈប់រត់ពួកគេរត់ទៅខាងឆ្វេងយ៉ាងលឿនប៉ុន្តែដើមឈើដូចជាផ្លាស់ទីបិទផ្លូវពួកគេវាកំពុងលេងជាមួយយើងតារាស្រែកក្រោយពួកគេសំឡេងដូចខ្យល់កំពុងរត់តាមស្រមោលនោះកំពុងដេញតាមពួកគេឯវិសាលបង្វិលទៅមើលហើយភ្នែកកត់ពោពេញដោយការភ័យខ្លាចបើវាចាប់យើងបានតារាមិននិយាយអ្វីទេគាត់គ្រាន់តែរត់ដើម្បីរស់ផ្លូវទៅអាកំបាំងបន្ទាប់ពីរត់អស់កម្លាំងយូរមកពួកគេចូលទៅដល់តំបន់មួយដែលអាប់កាន់តែស្រាលដើមឈើនៅទីនេះមិនខ្មៅដូចកន្លែងមុនទេមានពន្លឺស្រអាប់បំភ្លឺដីវិសាលឈប់ដកដង្ហើមហត់ហើយនិយាយយើងជិតដល់ហើយទៅណាតារាសួរបឹងស្រមោលភ្លាមសំឡេងទឹកលិចឡើងពីមុខជុះពួកគេដើរយឺតចេញពីដើមឈើ
ហើយអ្វីដែលនៅមុខពួកគេធ្វើឲ្យតារាភ្ញាក់ផ្អើលបឹងស្រមោលនៅកណ្ដាលព្រៃមានបឹងធំមួយទឹកវាស្ងប់ស្ងាត់ដូចកញ្ចក់ប៉ុន្តែมันមានពន្លឺឆ្លុះឡើយដូចជាវាមិនទទួលពន្លឺលើផ្ទៃទឹកមានអាបស្រាលស្រាលហែលលេងតារាមើលចូលទៅក្នុងបឹងហើយកត់ឃើញមុខមនុស្សជាច្រើននៅក្រោមទឹកពួកគេមើលឡើងលើដោយភ្នែកពណ៌សដោយអ្នកដែលកត់បានឃើញមុនគេតារាថយក្រោយភ្លាមនោះជាអ្វីវិសាលនិយាយយឺតពួកគេគឺជាអ្នកដែលបាត់ខ្លួនតើហេតុអីពួកគេនៅក្នុងទឹកវិសាលសម្លឹងទៅបឹងដោយមុខស្ងៀមវិញ្ញាណអាក្រក់នៅទីនេះរក្សាពួកគេនៅក្នុងបឹងនេះដើម្បីយកកម្លាំងជីវិតតារារន្ធត់មានន័យថាពួកគេនៅរស់មិនពេញលេញទេពួកគេគឺជាភ្នែកមួយនៃវាខ្យល់បក់យឺតហើយបរិយាកាសកាន់តែត្រជាក់អាកំបាំងត្រូវបានបង្ហាញវិសាលបន្តបឹងនេះគឺជាបេះដូងនៃព្រៃប្រសិនបើយើងបំបែកវាព្រៃនេះនឹងបញ្ចប់យើងត្រូវធ្វើដូចម្ដេចវិសាលដកអ្វីមួយចេញពីខោអាវវាជាថ្មតូចមួយដែលបញ្ចេញពន្លឺស្រាលនេះគឺជាវត្ថុបុរាណខ្ញុំរកឃើញវានៅទីនេះវាអាចបំបែកអំណាចនៃបឹងនេះបានតារាសង្ឃឹមឡើងវិញដូច្នេះយើងអាចគេចបានប៉ុន្តែវិសាលស្ងៀមមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលអាចប្រើវាបានតារាសម្លឹងទៅកត់នរណាវិសាលមើលភ្នែកកត់យ៉ាងធ្ងន់ធ្ងរអ្នកមានតែអ្នកប៉ុណ្ណោះអាចបញ្ចប់វាតារាស្ងៀមមិនដឹងថាគួរជឿឬអត់ការវាយប្រហារភ្លាមនៅក្នុងទឹកបឹងចាប់ដើមរំញមុខមនុស្សនៅក្រោមទឹកចាប់ដើមផ្លាស់ទីឡើងលើតារាភ័យខ្លាចណាស់វាកំពុងកើតអ្វីឡើងវិសាលស្រែកវាដឹងថាយើងនៅទីនេះហើយភ្លាមដៃជាច្រើនលេចចេញពីទឹកពួកវាព្យាយាមចាប់ជើងតារារត់ថយក្រោយប៉ុន្តែដីនៅជិតបឹងចាប់ដើមរលុងវិសាលស្រែកឡើងវិញឥឡូវនេះចាក់ថ្មនោះចូលទៅក្នុងបឹងតារាចាប់ថ្មពន្លឺនោះដោយដៃញស្រមោលធំដែលដេញពួកគេពីមុខឡើងមកពីក្រោយពួកគេវិញអ្នកមិនអាចបញ្ចប់ខ្ញុំបានទេសំឡេងវាលាន់ឡើងធ្វើឲ្យដីញតារាមើលទៅមុខទៅកាន់បឹងហើយទៅក្រោយទៅកាន់ស្រមោលអាក្រក់កាន់ត្រូវជ្រើសរើសឥឡូវនេះតារាឈរនៅកណ្ដាលបឹងស្រមោលនិងស្រមោលអាក្រក់ធំមួយដៃគាត់កាន់ថ្មពន្លឺតែវិសាលឲ្យវាកំពុងភ្លឺចាំងកាន់តែខ្លាំងដូចជាមានអ្វីមួយនៅក្នុងវាកំពុងហៅខ្ញុំឥឡូវនេះវិសាលស្រែកមិនមានពេលទៀតទេស្រមោលធំខិតមកជិតរាងវាធំឡើងហើយភ្នែកពណ៌សភ្លឺចាំងដូចភ្លើងអ្នកមិនអាចគេចផុតពីវាសនារបស់អ្នកបានទេសំឡេងវាធ្វើឲ្យតារាចង់ញ័រប៉ុន្តែខំឈរមាំវាសនាមិនមែនជាអ្វីដែលអ្នកកំណត់ទេតារាស្រែកតបវិញកត់បិទភ្នែកមួយភ្លេតហើយគិតដល់ភូមិមិត្តភ័ក្តិនិងសុភាខ្ញុំត្រូវតែរស់ការសម្រេចចិត្តដោយមិនស្ទាក់ស្ទើរតារាដាក់កម្លាំងទាំងអស់បោះថ្មពន្លឺចូលទៅក្នុងបឹងពេលថ្មប៉ះទឹកពន្លឺដ៏ខ្លាំងបំផុតផ្ទុះឡើងទឹកក្នុងបឹងចាប់ផ្ដើមពុះអាប់ត្រូវបានបំបែកហើយសំឡេងស្រែកជាលាន់ឡើងពីក្រោមទឹកមុខមនុស្សនៅក្នុងបឹងคล้ายជារលាយដូចជាកំពុងត្រូវដោះលែងអ្វីមួយវិសាលសម្លឹងមើលដោយភ្នែកពោពេញដោយសង្ឃឹមវាកំពុងដំណើរការស្រមោលធំស្រែកឡើងដោយកំហឹងអ្នកបានបំផ្លាញអំណាចរបស់ខ្ញុំវាហោះមករកតារាដោយខ្យល់ជុះខ្មៅតារាមិនអាចគេចបានទេប៉ុន្តែវិសាលរត់ចូលមកមុខគាត់តារារត់ទៅវិសាលថាទេស្រមោលនោះប៉ះទៅលើវិសាលហើយរាងកត់ចាប់ដើមបែកចេញជាអាបវិសាលញញឹមស្រាលអ្នកនៅរស់អ្នកត្រូវតែរស់អ្នកត្រូវរស់សម្រាប់ពួកយើងអត់ទេ
ពន្លឺពីបឹងកាន់តែខ្លាំងហើយស្រមោលធំចាប់ដើមរលាយវាស្រែកឡើងចុងក្រោយនេះមិនមែនជាចុងក្រោយទេហើយបន្ទាប់មកវាបាត់ទៅជាមួយអាប់ទាំងមូលភាពស្ងប់ស្ងាត់ក្រោយព្យុះព្រៃคล้ายជាស្ងប់ស្ងាត់អាប់បាត់ទៅពន្លឺព្រះអាទិត្យចូលមកជំនួសភាពងងឹតបឹងស្រមោលคล้ายជាបឹងធម្មតាទឹកវាស្រស់ថ្លាហើយគ្មានមុខមនុស្សទៀតទេតារាឈរនៅទីនោះតែម្នាក់ឯងឯវិសាលក៏និយាយស្រាលគ្មានចម្លើយឡើយខ្យល់បក់តិចដូចជាសូរសំឡេងលាការត្រឡប់មកវិញតារាដើរចេញពីព្រៃយឺតដោយចិត្តធ្ងន់ពេលកាត់ឈានដល់ចុងព្រៃគាត់ឃើញអ្នកភូមិកំពុងស្វែងរកគាត់តារាសុភារត់មកកាន់គាត់ដោយភ្នែកពោពេញដោយទឹកភ្នែកអ្នកនៅរស់តារាញញឹមតិចខ្ញុំត្រឡប់មកវិញហើយតែភ្នែកគាត់នៅពោពេញដោយអាកំបាំងដែលគាត់មិនអាចប្រាប់បានទាំងអស់យប់នោះតារាគេងនៅផ្ទះរបស់គាត់វិញប៉ុន្តែពេលគាត់បិទភ្នែកគាត់ឮសំឡេងស្រាលម្ដងទៀតតារាភ្នែកគាត់ចាប់ផ្ដើមភ្នែកគាត់បើកភ្លាមបង្អួចបើកដោយខ្យល់ហើយនៅខាងក្រៅមានស្រមោលមួយឈរភ្នែកពណ៌សកំពុងមើលមកគាត់យប់មួយបន្ទាប់ពីតារាត្រឡប់មកភូមិទាំងមូលស្ងប់ស្ងាត់តែសម្រាប់តារាអារម្មណ៍គាត់មិនស្ងប់សោះខ្យល់បក់តិចប៉ះបង្អួចភ្លើងទៀនភ្លឺភាំងដូចជាអ្វីមួយកំពុងបង្ករំខានតារាគេងលើគ្រែប៉ុន្តែមិនអាចដេកលក់បានចិត្តគាត់នៅតែគិតអ្វីតែបានកើតឡើងនៅក្នុងព្រៃនិងសេចក្តីបាត់បង់របស់វិសាលវាគួរតែចប់ហើយគាត់និយាយតិចប៉ុន្តែភ្លាមតារាសំឡេងស្រាលមួយលេចឡើងពីខាងក្រៅបង្អួចតារាបើកភ្នែកភ្លាមបេះដូងគាត់បុកលឿនអ្នកណាគាត់សួរប៉ុន្តែសំឡេងគាត់ញ័រគាត់លេបខ្លួនយឺតឈរឡើងពីគ្រែហើយដើរទៅកាន់បង្អួចពេលគាត់បើកវាខ្យល់ត្រជាក់បក់ចូលភ្លាមហើយនៅខាងក្រៅមានស្រមោលមួយឈរវាមានរាងដូចមនុស្សប៉ុន្តែពណ៌ខ្មៅងងឹតជាងយប់ភ្នែកវាពណ៌សភ្លឺកំពុងមើលចំតារាថយក្រោយភ្លាមមិនអាចទេអ្នកបានបាត់ទៅហើយស្រមោលនោះមិននិយាយអ្វីទេតែវាឡើងចិត្តបង្អួចយឺតហើយបង្អួចចាប់ដើមក្រឡេកខ្លួនដោយខ្លួនឯងតារាបិទវាភ្លាមហើយថយទៅជញ្ចាំងបេះដូងគាត់បុកខ្លាំងហើយញើសចេញពេញខ្លួនសុបិនអាក្រក់យប់នោះតារាដេកមិនលក់ទេពេលណាខ្លះគាត់បិទភ្នែកពេលឃើញបឹងស្រមោលវិញមុខមនុស្សនៅក្រោមទឹកនិងវិសាលអ្នកមិនបានបញ្ចប់វាទេសំឡេងវិសាលក្នុងសុបិននិយាយតារាស្រែកឡើងហើយភ្ញាក់ពីគេងដោយខ្លាចខ្លាំងព្រឹកក៏មិនធម្មតាព្រឹកថ្ងៃបន្ទាប់សុភាមកលេងតារាអ្នកមើលទៅស្លេកណាស់អ្នកមិនស្រួលទេនាងសួរតារាស្ទាក់ស្ទើរមុននឹងនិយាយវាមិនតាន់ចប់ទេសុភាមើលទៅកត់ដោយភ្នែកភ័យខ្លាចអ្នកមានន័យថាវាបានតាមខ្ញុំមកតារានិយាយស្រាលខ្យល់បក់តាមដើមឈើខាងក្រៅបង្កើតសំឡេងដូចជាមនុស្សកំពុងសើចស្រាលសុភាចាប់ដៃតារាយើងត្រូវប្រាប់មេភូមិតារាក្រោកឡើងតារាងក់ក្បាលគ្មានប្រយោជន៍ទេគេនឹងមិនជឿយើងទេផោះតាំងដំបងមានក្មេងម្នាក់រត់មកពីក្រៅភូមិដោយស្រែកមានមនុស្សបាត់ទៀតហើយអ្នកភូមិទាំងអស់ភ្ញាក់ផ្អើលអ្នកណាជាបុរដ្ឋក៏ទៅកាប់ឈើព្រឹកនេះហើយបាត់ទៅតារាមើលទៅសុភាភ្នែកកត់ពោពេញដោយការភ័យខ្លាចវាចាប់ផ្ដើមម្ដងទៀតហើយសញ្ញាដែលគួរឲ្យខ្លាចល្ងាចនោះតារាទៅកន្លែងដែលបុរដ្ឋបានបាត់ខ្លួននៅលើដីមានស្នាមជើងនាំទៅព្រៃដូចជាពេលតារាបាត់មុននេះតែមានអ្វីមួយខុសនៅជិតស្នាមជើងនោះមានស្នាមជើង
មានស្នាមដូចអាប់ខ្មៅលើដីដូចជាអ្វីមួយអូសខ្លួនតាមដីតារាចាប់ដៃរបស់ខ្លួនដោយញ័រវាមិនមែនត្រឹមតែតាមខ្ញុំវាកំពុងយកមនុស្សផ្សេងទៀតការតាមដានមិនឈប់ពេលតារាត្រឡប់ទៅផ្ទះវិញព្រះអាទិត្យលិចហើយពេលកត់ឆ្លងកាត់ដើមឈើមួយកត់ឃើញអ្វីមួយនៅពីក្រោយវាស្រមោលមួយកំពុងលាក់ខ្លួនភ្នែកពណ៌សកំពុងមើលកត់តារាឈប់ដំណើរបេះដូងកត់ស្ទើរឈប់ដំណើរកត់និយាយតិចៗស្រមោលនោះញញឹមហើយនិយាយជាសំឡេងទាបអ្នកបានបើកទ្វារតារាខ្យល់បក់ខ្លាំងហើយវាបាត់ទៅវិញមនុស្សកំពុងបាត់ខ្លួនម្ដងមួយស្នាមជើងនាំចូលទៅព្រៃហើយគ្មាននរណាត្រឡប់មកវិញតារាឈរនៅចុងភូមិមើលទៅកាន់ព្រៃដែលគាត់ធ្លាប់គិតថាបានបញ្ចប់វានេះជាកំហុសរបស់ខ្ញុំគាត់និយាយយឺតសុភាឈួរខាងក្រោយគាត់មិនមែនទេអ្នកបានសង្គ្រោះពួកយើងម្ដងហើយឥឡូវយើងត្រូវបញ្ចប់វាពិតតារាកាន់វត្ថុបុរាណដែលនៅសល់ថ្មពន្លឺតូចមួយដែលនៅសល់ពីមុនប៉ុន្តែពន្លឺវាសោយវាបាននិយាយថាខ្ញុំបានបើកទ្វារបើខ្ញុំបិទវាវិញអ្វីនឹងបញ្ចប់សុភាស្ទាក់ស្ទើរតារាមិនឆ្លើយការត្រឡប់ចូលព្រៃយប់នោះតារាចូលទៅក្នុងព្រៃម្ដងទៀតតែម្នាក់ឯងអាប់កាន់តែខ្មៅជាងមុនខ្យល់បក់ដូចសំឡេងស្រែកដើមឈើដូចជាកំពុងមើលកត់ខ្ញុំមកបញ្ចប់វាកត់និយាយយ៉ាងម៉ឺងម៉ាត់សំឡេងមួយឆ្លើយតបពីគ្រប់ទិសអ្នកមិនអាចបញ្ចប់អ្វីដែលអ្នកបានចាប់ផ្ដើមបានទេស្រមោលជាច្រើនលេចឡើងជុំវិញកត់មនុស្សភ្នែកពណ៌សអ្នកដែលបានបាត់ខ្លួនមកជាពួកយើងតារាបិទភ្នែកមួយភ្លែតហើយដើរឆ្ពោះទៅមុខដោយមិនខ្លាចទៀតទេទ្វារបិទនៅកណ្ដាលព្រៃបឹងស្រមោលបានផ្លាស់ប្ដូរវិញទឹកវាខ្មៅដូចអណ្ដូងគ្មានបាតហើយនៅកណ្ដាលវាមានរង្វង់អាប់មួយកំពុងវិលដូចជាទ្វារទៅកាន់ភពផ្សេងស្រមោលធំឡើងពីក្នុងបឹងវិញភ្នែកវាភ្លឺដូចមុនតែឥឡូវវាខ្លាំងជាងមុនអ្នកត្រឡប់មកវិញវានិយាយដោយសំឡេងត្រជាក់អ្នកជាភ្នែកមួយនៃខ្ញុំហើយតារាមើលទៅវាដោយភ្នែករឹងមាំមិនមែនទេខ្ញុំមកបិទវាសើចសំឡេងវាធ្វើឲ្យដីញ័រអ្នកគិតថាអ្នកអាចធ្វើវាបានតែម្នាក់ឯងការលះបង់តារាកាន់ថ្មពន្លឺវាកំពុងភ្លឺឡើងម្ដងទៀតវិសាលបាននិយាយពេលមុនមានតែមនុស្សដែលត្រូវបានជ្រើសរើសតារាដឹងហើយមិនមែនតែប្រើថ្មទេតែត្រូវចូលទៅក្នុងទ្វារនោះផ្ទាល់ភ្នែកកត់មានទឹកភ្នែកតិចសុំទោសសុភាហើយដោយមិនស្ទាក់ស្ទើរកត់រត់ទៅកាន់បឹងទេស្រមោលធំស្រែកតារាលោតចូលទៅក្នុងទឹកខ្មៅហើយពន្លឺផ្ទុះឡើងម្ដងទៀតក្នុងពេលប៉ុន្មានវិនាទីសំឡេងស្រែកគ្រប់យ៉ាងបញ្ឈប់អាប់បាត់ទៅបឹងคล้ายជាស្ងប់ស្ងាត់ហើយព្រៃត្រឡប់មកធម្មតាវិញព្រឹកថ្ងៃបន្ទាប់អ្នកភូមិឃើញថាព្រៃមិនគួរឲ្យខ្លាចទៀតទេមនុស្សដែលបានបាត់មួយចំនួនត្រឡប់មកវិញដោយមិនចាំអ្វីទាំងអស់តែគ្មាននរណាឃើញតារាទៀតឡើយសុភាឈរនៅចុងបឹងភ្នែកនាងពោពេញដោយទឹកភ្នែកអ្នកបានសង្គ្រោះពួកយើងនាងនិយាយស្រាលខ្យល់បក់តិចលើផ្ទៃទឹកមានរលកតូចមួយកើតឡើងដូចជាមាននរណាម្នាក់កំពុងញញឹមពីក្រោមយប់មួយក្រោយមកសុភាគេងក្នុងផ្ទះភ្លាមនាងឮសំឡេងស្រាលសុភានាងបើកភ្នែកភ្លាមបង្អួចបើកដោយខ្យល់ហើយនៅខាងក្រៅមានស្រមោលមួយឈួរតែពេលនេះភ្នែកវាមិនមែនពណ៌សទេសន្យាថ្មីមិនត្រូវបានស្រេចវាត្រូវបានរស់